ជំរាបសួរអ្នកគ្រូនិងមិត្តភ័ក្តិថ្ងៃនេះខ្ញុំមកអានតារាហើយប៊ុនម៉ាអានវិជ្ជាសួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានឲ្យខ្ញុំដឹកនាំមិត្តទាំងអស់ទាំងអស់គ្នាលេងល្បែងក្រពើដេញចាប់តាល្បែងនោះគេលេងដូចម្ដេចទៅដំបូងគេគូគំនូពីរស្របគ្នាដែលមានចម្ងាយពីគ្នាប្រហែល4ម៉ែត្រធ្វើជាស្ទឹងមួយសម្រាប់ក្រពើរស់នៅបន្ទាប់មកអ្នកលេងបាវទាំងអស់គ្នាអ្នកចាញ់ត្រូវឈរនៅក្នុងស្ទឹងធ្វើជាក្រពើអ្នកទៀតស្រូវឈរតាមមាត់ស្ទឹងទាំងសងខាងនិងស្រូវរត់ឆ្លងស្ទឹងចុះឡើងចុះបើក្រពើចាប់បានត្រូវធ្វើដូចម្ដេចបើក្រពើចាប់អ្នកបាក់ណាអ្នកនោះនឹងត្រូវថ្លាយជាក្រពើទី2ក្រពើទី1ត្រូវកាន់ដៃក្រពើទី2ឲ្យជាប់នឹងត្រូវរត់ដេញចាប់អ្នករត់ឆ្លងកាត់បើបូតដៃក្រពើពីរត្រូវរួចខ្លួនបើចាប់បានម្នាក់ទៀតអ្នកនោះត្រូវថ្លាយជាក្រពើទី3ក្រពើទាំង3ត្រូវកាន់ដៃគ្នាឲ្យជាប់និងដេញចាប់អ្នកឆ្លងបើចាប់បានម្នាក់ទៀតត្រូវបង្កើតក្រុមក្រពើថ្មីបន្ថែមទៀតដោយវុទ្ធអនុវត្តដូចមុនដែរដល់ខុសហើយនឹងហើយតានេះវិជាមុខខុសអានោះមុនដល់ដែរខ្ញុំយល់ហើយអរគុណជំរាបលាអ្នកគ្រូ